ពីមុនអាមេរិកគឺគ្រប់គ្រងប្រព័ន្ធដោះដូរហិរញ្ញវត្ថុសកលយ៉ាងអស្ចារ្យបំផុតប៉ុន្តែក្រោយពីការដាក់ចេញនូវគោលនយោបាយការបរទេសរបស់គាត់ដើម្បីធ្វើជាប៉ូលីសពិភពលោកគាត់ខ្លួនឯងបំផ្លាញប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនឯង ឥឡូវយើងមកចាប់អារម្មណ៍ទៅលើរូបិយប័ណ្ណបន្តិចម្ដងលោកបណ្ឌិតដោយសារតែយើងឃើញថាអឺរ៉ុបបានប្រកាសឲ្យបើសិនជាការជួញដូរប្រេងដែលប្រើលុយយួនវាអាចប្រសើរជាងលុយដុល្លារតើកន្លែងនេះលោកបណ្ឌិតយល់យ៉ាងណាដែរថារូបិយប័ណ្ណប្រាក់ដុល្លារនេះអាចកំពុងតែព្រោះធម្មតាគាត់ចូលសង្គ្រាមនេះអាចចូលជ្រុលខ្លួនផងចូលចង់បង្កើនអំណាចដែរប៉ុន្តែបច្ចុប្បន្នដូចមានអារម្មណ៍ថាលោកលោកតាកំពុងតែរកជ្រក់ចាញ់ណាដែលមើលទៅមិនសូវខ្មាស់គេខ្លាំងទេព្រោះសង្គ្រាមវាចាប់ផ្ដើមរីករាលដាលតើសម្រាប់ប្រាក់ដុល្លារបច្ចុប្បន្ននេះតើលោកបណ្ឌិតយល់យ៉ាងណាដែរថាអាចនឹងមានរូបិយប័ណ្ណចំនួនថ្មីទេអាចជាប្រាក់យួនឬក៏អាចជារូបិយប័ណ្ណថ្មីដែលបង្កើតឡើងនៅអាមេរិកទេឬក៏យ៉ាងណាដែរបាទសូមជម្រាបលោកមុននឹងឈានដល់ការទៅជែកគ្នាអំពីរូបិយប័ណ្ណជំនួសយើងស្វែងយល់សិនថាសេដ្ឋកិច្ចអាមេរិកកំពុងតែនៅស្ថិតនៅក្នុងស្ថានភាពអ្វីបាទសេដ្ឋកិច្ចចិនដែលអ្នកនៅតាមពីក្រោយហ្នឹងបាទស្ថិតនៅទីតាំងណាបាទសេដ្ឋកិច្ចឥណ្ឌាប្រជែងដដើមគ្នាធ្វើជាបងធំរបស់សកលលោកបានយ៉ាងដូចម្ដេចសិនបាទយើងក៏លេចទៅមើលមហាអំណាចដែលយើងស្គាល់គ្រប់គ្នាថាជាដុល្លារបាទដុល្លាររហូតដល់កម្ពុជាលែងហៅលុយរៀលថាជាលុយរៀលហើយបាទប្រជាជនយើងដល់ពេលជែកគ្នាគឺយើងនិយាយអំពីលុយខ្មែរបាទ500ខ្មែរ1000ខ្មែរអត់មានណាគេស្គាល់រៀលទេបាទដល់ទៅពេលនិយាយ$100ចុះមិន100អាមេរិកអរគុណហើយបានសាយខ្ញុំទិញចំណាប់អារម្មណ៍ឲ្យពិចារណាណាបាទអញ្ចឹងសោកសៀតបន្តិចចុះបាទអញ្ចឹងយើងមើលសិនអាមេរិកជាមហាអំណាចផ្ដាច់មុខមកគិតត្រឹមឆ្នាំ2013បាទអាមេរិកដឹងខ្លួនឯងថាជាមហាអំណាចដែលលិចយើងពេលដែលយើងនិយាយពីសេចក្តីស្រឡាញ់ចំពោះអាមេរិកខ្ញុំសូមឲ្យប្រិយមិត្តពិចារណាពេលដែលពិចារណាចំពោះអាមេរិកខ្ញុំសូមដកវ៉ែនតាស្រឡាញ់អាមេរិកសិនបាទបើសិនបើយើងដាក់វ៉ែនតាស្រឡាញ់អាមេរិកយើងនិយាយហើយយើងចាប់ដើមយកទៅប្រៀបធៀបហើយប្រទេសនឹងគាត់ប្រជាធិបតេយ្យគាត់បីតាប្រជាធិបតេយ្យអញ្ចឹងយើងរស់បែបអាមេរិកល្អខ្ញុំសូមឲ្យមើលកត្តាសេដ្ឋកិច្ចគឺយើងដកសេចក្តីស្រឡាញ់វ៉ែនតាស្រឡាញ់អាមេរិកសិនខ្ញុំមកដឹងទេថាបងប្អូនប្រមាណភាគរយដែលស្រឡាញ់អាមេរិកប្រមាណភាគរយដែលស្អប់អាមេរិកតែខ្ញុំនិយាយនេះគឺខ្ញុំចង់ឲ្យពិចារណាអំពីការដកវ៉ែនតាស្រឡាញ់ឬដកវ៉ែនតាស្អប់ហ្នឹងមកពិចារណាទាំងអស់គ្នាបាទប្រព័ន្ធដោះដូរសកលត្រូវបានគ្រប់គ្រងដោយរូបិយប័ណ្ណដុល្លារការដោះដូរធម្មពលក៏ផ្អែកទៅលើដុល្លារដែរលើកលែងតែរងមួយទេដែលគេដូរប្រេងជាមួយគាត់ជាលុយរៀលនិងរៀលរបស់អ៊ីរ៉ង់ហើយនឹងលុយយួនបាទមុនពេលមានវិបត្តិអ៊ុយក្រែនមុនការដាក់ទណ្ឌកម្មរុស្ស៊ីក៏ប្រើដុល្លារជាគោលនិងអឺរ៉ូជាគោលដែរការដោះដូរទំនិញដោះដូរហ្គាសគឺធ្វើជាអឺរ៉ូដោះដូរប្រេងគឺធ្វើជាដុល្លារបាទតែនៅពេលដាក់ទណ្ឌកម្មគាត់គឺគេងាកចេញប្រើរូបិយប័ណ្ណផ្សេងនេះហើយបានជាយើងត្រូវពិចារណាថាពីមុនអាមេរិកគឺគ្រប់គ្រងប្រព័ន្ធដោះដូរហិរញ្ញវត្ថុសកលយ៉ាងអស្ចារ្យបំផុតប៉ុន្តែក្រោយពីការដាក់ចេញនូវគោលនយោបាយការបរទេសរបស់គាត់ដើម្បីធ្វើជាប៉ូលីសពិភពលោកគាត់ខ្លួនឯងបំផ្លាញប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនឯងគាត់ងាកចេញមកអញ្ចឹងយើងទៅមើលយើងនាំគ្នាទៅមើលប្រទេសដែលកំពុងរះខ្ញុំបើយើងនិយាយឥណ្ឌាវាវែងពេកយើងនិយាយត្រឹមចិនបានហើយព្រោះអ្នកនឹងទៅដើមគាត់បាទចិនគឺជាមហាអំណាចឥឡូវខ្ញុំហៅហ្មងមហាអំណាចសេដ្ឋកិច្ចទី2ប៉ុន្តែជាមហាអំណាចធំហ្មងគឺជាមហាអំណាចពាណិជ្ជកម្មការដោះដូរសកលក៏ធំជាងគេគឺជាមហាអំណាចវិនិយោគគាត់ជាអ្នកវិនិយោគធំជាងគេនៅលើសកលលោកបាទខ្ញុំញ៉ាំរិទ្ធទៀតបាទអញ្ចឹងយើងអាចហៅគាត់ថាជាមហាអំណាចនេះនៅពេលដែលគាត់ជាមហាអំណាចវិនិយោគហើយនឹងមហាអំណាចពាណិជ្ជកម្មនោះរូបិយវត្ថុរូបិយប័ណ្ណរបស់គាត់កំពុងតែធ្វើឲ្យប្រទេសជាច្រើនចាប់អារម្មណ៍នៅក្នុងការប្រើ
ជាក់ស្ដែងរុស្ស៊ីប្រើរូបិយប័ណ្ណយួនជាគោលបាត់ហើយហ្នឹងឥឡូវនៅក្នុងការដោះដូរពាណិជ្ជកម្មសកលព្រោះអាមេរិកបិទគាត់ហើយ បាទ អឺរ៉ូអត់ព្រមឲ្យគាត់រកស៊ីជាមួយផងអឺរ៉ុបប្រឆាំងជាមួយនឹងគោលនយោបាយរបស់គាត់ហើយអញ្ចឹងវាធ្វើឲ្យចិនជាជំរើសបន្ទាប់ពីជំរើសដុល្លារគេអត់ចង់ដូរទេប៉ុន្តែវាអត់មានជំរើស បាទ បាទឈប់បើម្នាក់ឯងមិនធ្វើតាមខ្ញុំម្នាក់ឯងឈប់ប្រើលុយខ្ញុំអញ្ចឹងខ្ញុំមានជំរើសហើយខ្ញុំប្រើជំរើសផ្សេង បាទ អញ្ចឹងយើងទៅមើលសេដ្ឋកិច្ចយើងទៅមើលប្រព័ន្ធសេដ្ឋកិច្ចចិនប្រព័ន្ធដោះដូររបស់ចិនប្រព័ន្ធវិនិយោគរបស់ចិននៅពេលនោះបានយើងឃើញថាអាមេរិកគឺជាតួអង្គមួយដែលជិតលិចអញ្ចឹងនៅពេលដែលរូបិយប័ណ្ណមួយឬក៏សេដ្ឋកិច្ចមួយឬក៏ប្រព័ន្ធហិរញ្ញវត្ថុមួយដែលមានគេនឹងមកស្នងតំណែងគាត់នឹងត្រូវធ្វើអីគាត់នឹងច្បាស់ដូចមនុស្សលងទឹកចឹង បាទ គាត់ច្បាស់ជាបាទរើបំរាស់ឲ្យអស់មកកម្លាំងរបស់គាត់បើសិនជាចៃដន្យមានដុំឈើមកជិតដៃអញរស់ហ่ะ បាទ អញបន្តគ្រប់គ្រងទៅទៀតចុះបើចៃដន្យមានទូកមួយនៅជិតហ្នឹងអញមិនឡើងទៅអញគ្រប់គ្រង បាទ សេដ្ឋកិច្ចនឹងបន្តទៀតនេះគឺជាការសម្រេចចិត្តមួយរបស់ក្រមរបស់គាត់អញ្ចឹងរូបិយប័ណ្ណដែលគេឃើញស័ក្តិសមបំផុតគឺជារូបិយប័ណ្ណយួននឹងឯង digital currency បាទ ដែលនឹងមកជំនួសដុល្លារព្រោះឥឡូវនេះប្រទេសចិនត្រូវបានខ្ញុំតាមទស្សនៈខ្ញុំណាខ្ញុំហៅគាត់ថាជាមហាអំណាចដែលយោងទៅលើទិន្នន័យសេដ្ឋកិច្ចខ្ញុំហៅគាត់ថាជាមហាអំណាចពាណិជ្ជកម្មហើយនឹងមហាអំណាចវិនិយោគអាមេរិកគឺជាមហាអំណាចយោធានិងមហាអំណាចសេដ្ឋកិច្ច បាទ របស់សកលលោកប៉ុន្តែចិត្តលិចហើយ បាទ ប្រហែលឆ្នាំទៀតយើងកំពុងតែរងចាំទាំងអស់គ្នាហើយផ្អែកទៅលើទិន្នន័យព្រឹកមិញបង្ហាញថាលបឿននៃការប្រើលុយយួនលឿនជាងអ្នកជំនាញព្យាករណ៍ទៀតអ្នកជំនាញព្យាករណ៍ឆ្នាំ2050 បាទ ឥឡូវនេះគេចាប់ផ្ដើមឃើញអំពីការផ្លាស់ប្ដូរហ្នឹងមកត្រឹមឆ្នាំ2035 អាចថាដោយសារតែសង្គ្រាមអឺរ៉ង់ហ្នឹងទេបានធ្វើឲ្យប្រាក់យួននេះឡើងសន្ទុះយ៉ាងនេះផងដែរលោក តាមពិតវាចេញមកពីសង្គ្រាមរុស្ស៊ីអ៊ុយក្រែននោះ អូបាទ តាមពិតអាសេណារីយ៉ូហ្នឹងវាចេញមកកើតតាំងពីពេលមុនមកហើយគ្រាន់តែវាមិនទាន់ចេញរូបរាងវាតែវាចាប់ដើមកំណើតមកហើយវាមានកំណើត បាទបាទ មានន័យថាការប្រើប្រាស់រូបិយប័ណ្ណ BRICS ជាគោលកន្លែងនេះគឺគេនិយាយអំពីការប្រើប្រាស់មាសប្រេងនិងធនធានធម្មជាតិដើម្បីដូរជំនួសគេហៅប្រព័ន្ធ barter ដែល BRICS គាត់ប្រើ បាទ ដើម្បីអីដើម្បីដោះដូរចុះបើគេអត់ព្រមឲ្យខ្ញុំដូរប្រើដុល្លារផងដាក់ទណ្ឌកម្មខ្ញុំបាញ់លុយទៅ SWIFT តាមធនាគារកណ្ដាលបិទខ្ញុំបាត់ហើយខ្ញុំទៅយើងប្រើអីជំនួសវិញនេះហើយជាចំណុចមួយដែលខ្ញុំសូមឲ្យទាញទស្សនិកជនមកពិចារណាថាមហាអំណាចរះថ្មីដែលមានចិនជាមហាអំណាចដែលយើងហៅគាត់ថាពាណិជ្ជកម្មនិងវិនិយោគមហាអំណាចរុស្ស៊ីក៏រះថ្មីក្រោយពីដួលរលំសូវៀតដែលយើងហៅគាត់ថាជាមហាអំណាចឥទ្ធិពលនិងធម្មពលមហាអំណាចដែលនឹងទើបតែនឹងអាចរះថ្មីដូចគ្នាគឺឥណ្ឌាគឺមហាអំណាចប្រជាសាស្ត្រដែលមានប្រជាជនច្រើនជាងគេបំផុតហើយមានកំណើនសេដ្ឋកិច្ចលឿននៅក្នុងពេលបច្ចុប្បន្ននេះអញ្ចឹងមហាអំណាច3ហ្នឹងគឺជាមហាអំណាចដែលស្ថិតនៅក្នុង BRICS ទាំងអស់គ្នាបងទស្សនិកជនហើយស្គាល់ BRICS ទេ BRICS យើងសំដៅដល់ប្រទេសប្រេស៊ីលចិនបាទឥណ្ឌារុស្ស៊ីហើយនិងអាហ្វ្រិកខាងត្បូងបាទនេះហើយគឺយើងសំដៅដល់ប្រទេស5ដែលគាត់ប្រមូលប្រទេសទូចចូលទៅក្នុងសម្ព័ន្ធ BRICS របស់គាត់បានច្រើនមែនទែននេះហើយសង្គ្រាមមជ្ឈិមបូព៌ាជាកត្តាមួយទៀតបន្ទាប់ពីសង្គ្រាមអ៊ុយក្រែនដែលធ្វើឲ្យការបោះបង់លុយដុល្លារចោលកាន់តែលបឿនបោះបង់ហ្នឹងកាន់តែច្រើនជាងមុនបាទ អាចថា BRICS មានពួក BRICS កន្លងទៅបានធ្លាប់ initiate ទៅលើថានឹងបង្កើតរូបិយប័ណ្ណថ្មីមួយដែលសម្ព័ន្ធរបស់ BRICS អាចថាមានជារូបិយប័ណ្ណថ្មីមួយកើតឡើងឬក៏នៅតែអាចបន្តជាប្រាក់យ័ន្តដដែលលោកដិតយើងក៏លេចទៅមើលនៅពេលដែលត្រាំគាត់ឡើងកាន់អំណាចគាត់បង្កើតប្រព័ន្ធពន្ធគយរបាំងពន្ធគយមុនគេដើម្បីដាក់បន្ទុកគម្រាមទៅប្រទេសទាំងអស់នៅលើសកលលោក193ប្រទេសបើយើងក៏ពិនិត្យឈ្មោះរបស់អង្គការសហប្រជាជាតិហ្នឹងយើងឃើញថាគាត់សម្លុតទាំងអស់សម្លុតដើម្បីអត់ឲ្យនរណាគេហ៊ានបដូរទៅប្រើងាកទៅប្រើរូបិយប័ណ្ណផ្សេងក្រៅពីដុល្លារគាត់ធ្វើបន្តមក
បាទ Venezuela គាត់ចាប់ដើមធ្វើបន្តចាប់ដើមសម្លុតមុនគេក្នុងឆ្នាំថ្មី2026 បាទ បន្ទាប់មកទៀតគាត់ចាប់ដើមទៅ Greenland ទៅសម្លុតអឺរ៉ុប បាទ មែនអត់ មែន បាទអញ្ចឹងយើងមើលនីតិវិធីដែលគាត់សម្លុតទី1គាត់មកសម្លុតបើសិនជាគាត់សម្លុតទ្វីបអាមេរិកហ្នឹងសម្លុតបានសម្រាប់ បាទ អញ្ចឹងគាត់ទៅសម្លុត Greenland គឺសម្លុតអឺរ៉ុបគាត់សម្លុតបានសម្រាប់ បាទ អញ្ចឹងគាត់ហក់មកសម្លុតនៅមជ្ឈិមបូព៌ាសិន បាទ បើសិនបើសម្លុតនៅមជ្ឈិមបូព៌ាបានសម្រាប់កន្លែងដែលគាត់សម្លុតបន្តគឺណាអាស៊ីគាត់ចូលមកអាស៊ីមកលុកបាទអញ្ចឹងខ្ញុំចង់និយាយថាការរុញមិនអោយគេងាកទៅប្រើប្រព័ន្ធក្រៅពីដុល្លារនេះត្រាំធ្វើដើម្បីផលប្រយោជន៍ MAGA របស់គាត់ទេអាមេរិក បាទ អាមេរិក Great again សំខាន់ជាងគេអាមេរិកអធិភាពនោះ បាទ បាទអញ្ចឹងហើយអានឹងបានជាអ្វីដែលត្រាំគាត់ធ្វើទី1គឺប្រយោជន៍របស់អាមេរិកជាគោលប៉ុន្តែ Venezuela ធ្វើបានសម្រេចអូខេបានសម្រេច បាទ Greenland ធ្វើបានសម្រេចប៉ុន្តែវាមកអូសជើងនៅមជ្ឈិមបូព៌ា បាទ នៅពេលដែលចូលមជ្ឈិមបូព៌ានេះហើយអាកន្លែងហ្នឹងហើយវាធ្វើឲ្យដួលទៅវិញ បាទ វាទៅជា effect domino បាទ ការដួលបែប domino មានន័យថាយ៉ាងម៉េចបើសិនជាជោគជ័យទាំង3ស្មើនឹងជោគជ័យបន្ត បាទ ប៉ុន្តែបើសិនជាអត់ជោគជ័យទេវានឹងងាកមកបែកបាក់អាទី1និងអាទី2 បាទ អញ្ចឹងយើងមើលគ្រាន់តែអូសជើងនៅមជ្ឈិមបូព៌ាកប៉ាល់ដឹកប្រេង2ចូលទៅគុយបា បាទ របស់រុស្ស៊ីចូលផ្លុក បាទ ប្លុកកាតដកចេញ បាទ ធ្វើអីកើតព្រោះកំពុងតែមានបញ្ហានៅមជ្ឈិមបូព៌ាហ្នឹង បាទ តែបើសិនជាអត់មានបញ្ហាមជ្ឈិមបូព៌ាបត់តាមគាត់ប្រហែលជាមកដល់ម៉ោងនេះគុយបាងាប់ស្ពៃ បាទ បាទគ្មានអីហូបទេទីនោះដាច់ភ្លើងរហូត បាទ ខ្ញុំនិយាយនេះខ្ញុំសូមឲ្យទស្សនិកជនទាញយកមកពិចារណាថាតើអ្វីជាគោលហើយ BRICS គឺធ្វើការផ្លាស់ប្ដូរនៅប្រព័ន្ធ local currency បាទ ខ្ញុំទាញមកពិចារណាហ្នឹងបានយើងអាចឃើញថាប្រហែលជាកន្លងមកគេគិតអំពីការបង្កើតរូបិយប័ណ្ណ BRICS ប៉ុន្តែធ្វើមិនទាន់បានសម្រេចទេ បាទ ដោយសារតែមានប្រតិកម្មច្រើននៅក្នុងសម្ព័ន្ធ BRICS មិនអាចធ្វើដូច Euro ទេ Euro បាទ ដោយសារតែ Euro នេះអាមេរិកឈឺក្បាលម្ដងហើយឆ្នាំ2000នោះ បាទ ឆ្នាំ99ដាក់ឲ្យប្រើប្រាស់ប្រាក់អឺរ៉ូមែនទេ បាទ មក2000ដំបូងគេបង្អស់អញ្ចឹងអ្នកដែលផ្ដួចផ្ដើមគឺអាល្លឺម៉ង់ បាទ បាទអាមេរិកឈឺក្បាលម្ដងហើយព្រោះនៅអឺរ៉ុបគេអត់ប្រើដុល្លារទេ បាទ ការដោះដូរអ៊ូស្ម៉ាន់ក៏គេអត់ប្រើដែរធនាគារកណ្ដាលរបស់អឺរ៉ុបសម្បូរលុយដោយសារការប្រើប្រាស់អឺរ៉ូនឹងឯង បាទ ឃើញអត់ បាទ អញ្ចឹង BRICS បើចេញ BRICS មួយទៀតអាមេរិកចប់អញ្ចឹងបានគាត់ឆ្លេឆ្លាគាត់មិនអាចឲ្យធ្វើបានទេ បាទ នេះហើយជាបញ្ហារបស់អាមេរិកដែលកំពុងតែស្វែងរកនៅដំណោះស្រាយសម្រាប់រូបិយប័ណ្ណរបស់ខ្លួនឯង បាទ ធ្វើយ៉ាងណាដើម្បីឲ្យដុល្លារនៅបន្តគ្រប់គ្រងរបស់សកលលោក BRICS ពិបាកនឹងចេញហេតុអីបានពិបាកនឹងចេញដោយសារតែប្រទេសនៅក្នុងតំបន់ដែលចូលជាសមាជិកមិនទាន់យល់ស្របគ្នាទេព្រោះប្រទេស BRICS ទាំងអស់គឺឲ្យតម្លៃទៅលើ local currency បាទ រូបិយប័ណ្ណក្នុងស្រុករបស់ខ្លួនឯង បាទ អញ្ចឹងពួកគាត់នឹងជ្រើសរើសយកបាត់ធ្វើសំខាន់ជាងគេ បាទ អញ្ចឹងគាត់នឹងព្យាយាមបើសិនជារុស្ស៊ីដោះដូរជាមួយចិនគាត់នឹងព្យាយាមធ្វើដងហើយនឹងរូបល បាទ បើសិនជារូពីជាមួយនឹងរុស្ស៊ីរូពីជាមួយនឹងរូបល បាទ បើសិនជាប្រទេសផ្សេងទៀតមានរៀលរបស់ប្រេស៊ីលទៅដូរជាមួយនឹងរុស្ស៊ីជានឹងរៀលរូបលអញ្ចឹងឥឡូវយើងឃើញឥណ្ឌាមកវៀតណាមគឺគេធ្វើ currency របស់គេ អូវាទៅជា pair currency វិញ បាទដងជាមួយនឹងរូប បាទ ចំណុចនេះវាជាចំណុចល្អសម្រាប់ប្រទេសទាំងពីរហ្នឹងដោយមិនឆ្លងកាត់ការគ្រប់គ្រងដោយប្រព័ន្ធធនាគារកណ្ដាលរបស់អាមេរិក បាទ ដែលតាមមើលប្រព័ន្ធដោះដូររបស់ប្រទេសនៅលើសកលលោក បាទ នេះហើយជាចំណុចមួយដែលខ្ញុំឃើញថាប្រទេសទាំងអស់ចាប់ផ្ដើមធ្វើដោះដូរជាប្រព័ន្ធរវាងរូបិយប័ណ្ណក្នុងស្រុកនិងរូបិយប័ណ្ណក្នុងស្រុកគ្រាន់តែគេយកអី បាទ មកថ្លឹងទេ បាទ បើគេយកមាសមកថ្លឹងមានន័យថារូបិយប័ណ្ណទាំងអស់នោះត្រូវឆ្លោះបញ្ចាំងជាមួយនឹងមាស បាទ បើគេយកជីមកថ្លឹងគេដោះគេយកជីជាគោលទៅអញ្ចឹងការដោះដូររូបិយប័ណ្ណហ្នឹង បាទ នឹងអាចធ្វើបាន
រវាងគ្នានឹងគ្នាហើយ បាទ ពួកកន្លងមកគេយកដុល្លារជាគោលឧទាហរណ៍ថាលុយរៀល 4000 រៀលស្មើ1ដុល្លារអញ្ចឹងលុយរូប60រូបក្នុង1ដុល្លារអញ្ចឹងយកអា60រូបហើយនឹង 4000 រៀលយកមកផ្ទឹមគ្នាដើម្បីវាស្មើគ្នា បាទ ដោយសារគេយកដុល្លារថ្លឹងឥឡូវគេជប់យកដុល្លារថ្លឹងនេះគឺជាចំណុចមួយដែលយើងទាំងអស់គ្នាត្រូវពិចារណាអំពីការដួលរលំប្រាក់ដុល្លារក្នុងការដោះដូររូបិយប័ណ្ណសកលនាពេលខាងមុខហើយអ្នកដែលមកជំនួសរូបិយប័ណ្ណសកលច្រើនជាងគេខ្ញុំឃើញចាត់លុយយន់ បាទ